ជំរាបសួរលោកគ្រូខ្ញុំបនិនវីដេអូនេះដែរខ្ញុំសូមធ្វើការបង្ហាញអំពី redirection នៅក្នុង Linux អញ្ចឹងជាដំបូងខ្ញុំសូមធ្វើការចូលទៅកាន់ server ដែលប្រើ command sh user add ip ខ្ញុំសូមធ្វើការវាយ password បន្ទាប់ពីខ្ញុំ login user ហើយខ្ញុំសូមធ្វើការ list all in ទៅកាន់ user ទៅកាន់ file ctech.txt អញ្ចឹងដើម្បីធ្វើ operation នឹងបានយើងប្រើ command sudo ls /etc ទៅមកសញ្ញាធំជាងដែលមានន័យថាredirection បន្ទាប់មកយើងវាយឈ្មោះ file ដែលយើងចង់ redirect ទៅខ្ញុំចង់ redirect ទៅ ctech.txt អញ្ចឹងបន្ទាប់ពីធ្វើការ perform នៅ operation នឹងហើយខ្ញុំសូមធ្វើការ cat អញ្ចឹងនេះគឺជា data ដែលមាននៅក្នុងctech.txt អញ្ចឹងបន្តមកទៀតយើងធ្វើការ add data នឹងចំនួន2ដងទៀតទៅកាន់file ctech.txt អញ្ចឹងដើម្បី add data ចូលថែមទៀតបានគឺខ្ញុំសូមប្រើ command ls/etc សញ្ញាធំជាង2ដងដែលមានន័យថា append redirection អញ្ចឹងមានន័យថាគឺខ្ញុំ add data ថែមថែមម្ដងចូលទៀតទៅកាន់file ctech.txt ប៉ុន្តែដោយសារក្នុង requirement របស់លោកគ្រូត្រូវការឲ្យ add data នឹងចំនួន2ដងអញ្ចឹងខ្ញុំសូមធ្វើការវាយ command នឹងម្ដងទៀតអញ្ចឹងខ្ញុំសូមធ្វើការ cat ដើម្បីមើលfile នឹងម្ដងទៀត cat ctech.txt អញ្ចឹងនេះនៅពេលដែលខ្ញុំ add data ចូល2ដងទៀតគឺវាមានចំនួនច្រើនជាងមុនអញ្ចឹងនេះគឺជា result របស់ខ្ញុំអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្្នឹងអរគុណលោកគ្រូ